ខ្លះខ្ញុំឈឺថ្ងៃខ្លះខ្ញុំអស់កម្លាំងថ្ងៃខ្លះខ្ញុំគិតថាតើខ្ញុំទៅរៀនការឬទេប៉ុន្តែនៅពេលដែលខ្ញុំងាកទៅមើលនៅស្រុកកំណើតដែលគ្មានឱកាសគ្មានអនាគតគ្មានការងារធ្វើខ្ញុំក៏ច្រានចោលនៅភាពហត់នឿយទាំងអស់នោះហើយបន្តដំណើរទៅរៀនធម្មតាបងប្អូនមិនចាំបាច់ត្រូវមានលុយច្រើនដើម្បីមករៀនទេអ្វីដែលបងប្អូនត្រូវមានគឺការតាំងចិត្តភាពក្លាហានការតស៊ូមានគោលដៅច្បាស់លាស់និងព្រមលះបង់នៅអ្វីដែលមិនចាំបាច់ចេញពីព្រោះការសិក្សាមិនសួរបងប្អូនថាមានលុយប្រមាណទេតែអ្វីដែលការសិក្សាសួរថាតើបងប្អូនបានត្រៀមខ្លួនរួចហើយឬនៅឆ្នាំ1995ជាឆ្នាំដែលលំបាកបំផុតសម្រាប់ខ្ញុំមិនចំណាយអ្វីផ្ដេសផ្ដាសនោះទេក្នុងមួយពេលខ្ញុំចំណាយអាហារតែ1500រៀលប៉ុណ្ណោះពីព្រោះខ្ញុំគ្មានលទ្ធភាពចំណាយ$60ក្នុងមួយខែសម្រាប់បាយមួយពេលនោះទេបងប្អូនសួរថាតើខ្ញុំទៅចិត្តដែរឬទេខ្ញុំមិនទៅចិត្តទេពីព្រោះខ្ញុំមានគោលដៅច្បាស់លាស់របស់ខ្ញុំគឺធ្វើយ៉ាងណារៀនឲ្យចប់ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយថ្ងៃខ្លះខ្ញុំឈឺថ្ងៃខ្លះខ្ញុំអស់កម្លាំងថ្ងៃខ្លះខ្ញុំគិតថាតើខ្ញុំទៅរៀនការឬទេប៉ុន្តែនៅពេលដែលខ្ញុំងាកទៅមើលនៅស្រុកកំណើតដែលគ្មានឱកាសគ្មានអនាគតគ្មានការងារធ្វើខ្ញុំក៏ច្រានចោលនៅភាពហត់នឿយទាំងអស់នោះហើយបន្តដំណើរទៅរៀនធម្មតាថ្ងៃដែលខ្ញុំញ៉ាំបាយមួយពេល1500រៀលគឺជាថ្ងៃដែលខ្ញុំក្លាយជាស្ត្រីដ៏រឹងមាំបំផុតបងប្អូនខ្ញុំអាចឆ្លងកាត់ពេលវេលាដ៏លំបាកនេះបានខ្ញុំជឿថាបងប្អូនក៏អាចឆ្លងកាត់បានដូចខ្ញុំផងដែរ